សួស្តីបងប្អូនអរគ្នាខានជួបគ្នាយូរហើយបងប្អូនមិនដែលសុខសប្បាយដែរទេបងប្អូនខែនេះភ្លៀងតែជាអញ្ចឹងសូមថែសុខភាពទាំងអស់គ្នាណាថ្ងៃនេះនៅពេលខ្ញុំចេញពីធ្វើការម៉ោង4ល្ងាចគឺធ្វើដំណើរទៅភ្នំពេញបងប្អូនដោយសារតែអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំវាផុតកំណត់ចំនួន1ខែហើយត្រឹមតែថ្ងៃនេះចេញពីធ្វើការលឿនឆ្លៀតទៅភ្នំពេញដើម្បីថតអត្តសញ្ញាណប័ណ្ណមកដល់ភ្នំពេញប្រហែលម៉ោង7-8យប់រៀងស្ងាត់ដែរហើយនេះខ្ញុំជិះកាត់ពលានចាស់របស់យើងគឺថាស្ងាត់មែនតើបងប្អូនហើយឥឡូវនេះមុននឹងទៅដល់កន្លែងសម្រាប់គឺខ្ញុំនឹងគ្នាបានចូលញ៉ាំបាយនៅហាងកូរ៉េមួយកន្លែងសិនម្ហូបកន្លែងនេះឆ្ងាញ់ណាស់បងប្អូនរបៀបថាយើងផ្ដាសាយផងភ្លៀងជែកផងយើងញ៉ាំបែបម្ហូបកូរ៉េចេះគឺឆ្ងាញ់ហើយមានអារម្មណ៍ថាឈានមែនតើហើយនេះបន្ទាប់ពីញ៉ាំបាយហើយយើងក៏ដើរមើលនេះមើលនោះឲ្យរៀងស្រកពោះហើយម៉ោងប្រហែលនេះគឺរៀងស្ងាត់ដែរបងប្អូនម៉ោង9-10យប់ដែរហើយដូច្នេះហើយយើងក៏បានទៅលេង Walk Street ដោយសារតែចាំថ្ងៃសៅរ៍អាទិត្យប៉ុន្តែចៃដន្យអីតែដើរដល់ផ្លូវចូលឬមេឃភ្លៀងអញ្ចឹងហើយក៏ត្រឡប់មកវិញហើយនេះយើងកាត់ចូលដល់ថ្ងៃថ្មីបងប្អូននៅពេលព្រឹកឡើងគឺខ្ញុំញ៉ាំទឹកក្រូចហើយអង្គុយមើលទេសភាពពីលើកន្លែងដែលខ្ញុំគេងហ្នឹងណាហើយនេះខ្ញុំងើបម៉ោង7ព្រឹកទៅញ៉ាំទៅអ៊ីអន2ដើម្បីតរងចូលនឹងការតអត្តសញ្ញាណប័ណ្ណអញ្ចឹងហើយខ្ញុំក៏ឆាប់ check out សន្តាគារទាំងព្រឹកតែម្ដងឥឡូវរៀបចំខ្លួនទៅឲ្យនេះ outfit របស់ខ្ញុំបងប្អូនក្តៅតិចដែរតែពាក់បែបនេះមានអារម្មណ៍ថាវាស្រួលខ្លួនខ្ញុំចង់មកដល់ក្រោមហើយក៏រៀបចំ check out បន្ទប់ហើយក៏ចាំតាក់ស៊ីឥឡូវយើងមកដល់អ៊ីអន2គឺថាមនុស្សច្រើនមែនតើដោយសារចាំក្តៅពេកចូលមកញ៉ាំកាហ្វេមួយផ្លែសិនហើយនេះបានទៅដល់ជាន់ទី3ហើយបងប្អូនអើយគឺថាមនុស្សតរងជួយច្រើនខ្លាំងមែនតើអញ្ចឹងប្រហែលជាលើកនេះខ្ញុំអត់បានតអត្តសញ្ញាណប័ណ្ណទេដោយសារតែខ្ញុំមានថ្ងៃសម្រាប់តែមួយថ្ងៃខ្ញុំត្រូវទៅញ៉ាំបកទៅកន្លែងការងារខ្ញុំវិញអញ្ចឹងហើយបង្ហាញថាលទ្ធផលដែលខ្ញុំបានខំប្រឹងមកតាំងពីម្សិលមិញហ្នឹងគឺអាសាបងហើយបងប្អូនអត់បានធ្វើអត្តសញ្ញាណប័ណ្ណទេគឺថាសយតាំងពីយប់មិញទៅដើរលេងក៏ភ្លៀងឥឡូវមកធ្វើអត្តសញ្ញាណប័ណ្ណប៉ុន្តែធ្វើអត់បានដោយសារតែមនុស្សច្រើនពេកយកអត់មានពេលរងចាំហ៎អញ្ចឹងប្រហែលជាអាទិត្យក្រោយខ្ញុំឡើងមកមួយសាទៀតទៅខាងអ៊ីអន3ពួកគេថាទៅអ៊ីអន3គឺអត់សូវមានមនុស្សទេអញ្ចឹងអាចនឹងរងចាំតែ1ម៉ោង2ម៉ោងអីអាចធ្វើបានអញ្ចឹងណាអញ្ចឹងចាំមើលជួបគ្នានៅអ៊ីអន3នៅសប្តាហ៍ក្រោយណាបងប្អូនហើយនេះញ៉ាំកាហ្វេសុកប៉ុន្តែគឺថាអត់ឲ្យភ្លេចចំណីភ្នែកទេឃើញគឺសុំយកតែម្ដងសុំទៅហុងណាស់ម្ចាស់រូបហ៊ានថតទៅពីក្រោយខ្នងមកភ្លេចនឹងឯងឥឡូវបន្ទាប់ពីផឹកកាហ្វេរួចហើយខ្ញុំក៏បានណាត់ជួបជាមួយបងស្រីខ្ញុំអញ្ចឹងណាអញ្ចឹងហើយមុននឹងជួបគាត់ខ្ញុំក៏ឆ្លៀតទិញនំប៉័ងផ្ញើក្មេងៗដោយសារតែគាត់មានកូនតូចអញ្ចឹងដើរមកមើលនំប៉័ងរបស់ណាដែលក្មេងញ៉ាំបានអញ្ចឹងណាយើងមកខ្ចប់មកបន្តិចអញ្ចឹងទៅយកទៅជូនគាត់ដោយសារខានជួបគាត់យូរឆ្នាំដែរហើយនំប៉័ងនៅអ៊ីអនពេលនេះគឺថាខ្ជូតឲ្យតំណងគួរឲ្យចង់ញ៉ាំមែនតើបងអូនខ្ញុំឃើញខ្ញុំចង់តែទិញមកគ្រប់មុខហ្មងដោយសារតែចង់ភ្លក់រសជាតិតែបញ្ញាពេកទិញបានតិចដោយសារតែណាត់ញ៉ាំបាយថ្ងៃត្រង់មួយបងស្រីហើយនឹងកូនបងគាត់ខានជួបគាត់ឡងយូរឆ្នាំទៅហ្មងដោយសារតែគាត់រៀបការទៅកូរ៉េឥឡូវនេះគឺកំពុងតែរងចាំ pass app មកយកដើម្បីទៅហាងបាយឥឡូវបានមកដល់ហាងបាយហើយក៏ចាំបងស្រីមកផ្លែតមកហូបក៏បានមកដល់បងស្រីក៏មកដល់នេះបងអូនមើលកូនបងស្រីខ្ញុំខ្ជូតអត់គឺកូនកាត់កូរ៉េខ្មែរបងអូនសំខាន់អូនឆ្លាតហើយភ្នែកគេឡើងកវងវងតែហ្មងនឹងឥឡូវបន្ទាប់ពីញ៉ាំបាយហើយក៏បងស្រីជូនខ្ញុំឡើងទៅតាក់ស៊ីអរគុណច្រើនបងប្អូនជួបគ្នាសប្តាហ៍ក្រោយ